Bà xuất sắc bằng bao nhiêu ngày nay nhung trong một lồng lật tiền nụ sao đi bao nhiêu mình tích cứ nhung trong số bằng bao tha ta xâm mình to cua chật lõ rồi có cầm nành khả bà chật lõ nó nhóm mạnh và khiបញ្ហាlà nhóm bạn thơ mà tôi khi chờ mẹ ai bằng bao tăng bị sao sả la bằng bao nhiêu mẹ đã cho lòng cả tam phơi trên lấy cho sự bằng bay thằng o anh ta cho món ở trong đồ của viên nào hay là bây giờ nhom đô của viên hái còn tại được tha trăm nhom màu vĩnh trăm nhom thật cua lôi cú na của nhom mà bạn đã lôi nó thế nhóm có thể đấy thế ôn thì đến cho và toàn màu cừu sao mà thiết cứ bắt một là hồ và những gì bị sai sả là mìnhต้องអស់ទេបងប្អូននឹងទាំងអស់ក៏មានហើយក៏មានខ្លះឲ្យបានខ្លះនៅខ្លះក៏មានហើយចំពោះបងប្អូនយើងដែលមកពីចំការបាទគឺគាត់មកចូលធ្វើយើងធម្មតាអញ្ចឹងប៉ុន្តែដល់ពេលគាត់ចូលមកហើយគាត់ឈរនៅប្រភេទថាមកពីចំការអត់បានដាក់លុយមកតិចទៀតចាំខ្ញុំមកវិញឲ្យកូនយកមកឲ្យខ្ញុំក៏មិនទៅចាប់ទៅអស់ដំណើរដែរព្រោះសិទ្ធិអ្នកស្គាល់គ្នាអញ្ចឹងគាត់ថាអត់អីទេបងនឹងឲ្យបងមានពេលចាំយកមកឲ្យខ្ញុំផងព្រោះកាក់សែនទេបងអើយអាការធ្វើហ្នឹងវាមិនได้ចំណេញទាំងដល់ទេព្រោះវាមួយតម្លៃ10000បាទវាមិនដែរចំណេញ10000ជាងទេព្រោះតម្លៃតែ10000សោះពេលអញ្ចឹងគាត់ក៏អរគុណជាងអញ្ចឹងចាំខ្ញុំមានពេលខ្ញុំយកមកឲ្យអញ្ចឹងត្រូវបងប្អូនករណីហ្នឹងតើខ្ញុំគួរតែបន្តធ្វើវាទៀតអត់ឬមិនអញ្ចឹងហើយបានខ្ញុំសូមអភ័យទោសដល់បងប្អូនដែលមកខ្វះខាតតិចតួចក៏ថាជាងខ្ញុំនៅនឹងសោះខ្ញុំមានអ្នកឆ្ងាយអីឃើញមុខគ្នារាល់ថ្ងៃខ្វះតិចតួចអត់បានមូលហេតុដែលខ្ញុំមិនចង់ឲ្យខ្វះគឺដើមហេតុច្រើនបងប្អូនហើយខ្ញុំប្រឡូកក្នុងកិច្ចការនឹងច្រើនវាមិនថាច្រើនណាស់ទេវាជាង10ឆ្នាំហើយខ្ញុំជួបអស់ហើយបងប្អូនអតិថិជនឬក៏មួយដែលចូលមកអ្នកខ្លះស្រួលអ្នកខ្លះលំបាកហើយខ្ញុំជឿថាបងប្អូនជាងយើងក៏សិតតែស្លាប់ជួបហើយបងប្អូនយើងក៏តែដឹងនៅអ្វីដែលខ្ញុំបាននិយាយមិនថាមុខរបរណាក៏ដូចមុខរបរណាដែរបងប្អូនគឺតែទៅជួបរឿងបែបហ្នឹងអញ្ចឹងហើយខ្ញុំសូមអភ័យទោសនៅក្នុងវីដេអូនេះតែម្ដងចំពោះការអាខាននៃការមិនយោគយល់ឬក៏អធិស្ឋានទៅតាមលក្ខណៈជាក់ស្ដែងបើសិនជាអាចជួយបានខ្ញុំនឹងជួយហើយក៏ខ្ញុំមិនយកតម្លៃពេញដែរបើសិនជាត្រូវទាល់ណាបងប្អូនហើយនេះខ្ញុំគ្រាន់តែជាលើកឧទាហរណ៍ថាគួរឲ្យខ្ញុំបន្តចិត្តល្អឬក៏កំណាញ់ខ្លះដោយសារអីដោយសារចំណុចនឹងហើយសង្ឃឹមថាបងប្អូននឹងចូលរួមខមមិនទាំងអស់គ្នាតើបងប្អូនជាងស្បជួបដូចខ្ញុំអត់ករណីជួយគេខ្ញុំទៅដល់ខ្លួនឯងឬក៏ករណីខ្លះយើងមិនស្ដាច់ទាំងអស់ទេបងប្អូនមិនថាអ្នកណាដូចអ្នកណាដែររកស៊ីអីក៏ដូចតែគ្នាទេគឺតែតែជួបរឿងរ៉ាវដូចខ្ញុំអញ្ចឹងហើយខ្ញុំក៏សូមអភ័យទោសម្ដងហើយម្ដងទៀតចំពោះបងប្អូនអតិថិជនមួយដែលល្អដែលមកមិនដែលសុំខ្វះមិនដែលសុំជពាក់ឬក៏យ៉ាងម៉េចទេបងប្អូនគឺគាត់តែជួយសម្រួលយល់ទៅពីគ្នាទៅវិញទៅមកអញ្ចឹងណាមិនមែនថាគ្រប់គ្នាសុទ្ធតែមានលុយទេបងប្អូនប៉ុន្តែគួរតែមានចិត្តដែរព្រោះគេឲ្យយើងជួយសម្រួលដល់យើងគួរតែពីគុណតម្លៃរបស់គេដែរហើយអញ្ចឹងការរកស៊ីគ្នាក៏ត្រូវការដើមដាក់ដើម្បីបានវិញឬក៏ត្រូវការចំណេញតិចតួចដែរអូខេបងប្អូនសូមប៉ុណ្ណឹងបងអើយណាដឹងជាស្រ័យផងណាទាំងអស់គ្នាកុំភ្លេចចុច like follow ដើម្បីទទួលបានវីដេអូថ្មី